ប្រព័ន្ធយ៉ាងអំពី Rose ក្រុម Blackpink តារាស្រីជាប់នៅក្នុងបញ្ជីមនុស្សដែលមានឥទ្ធិពលបំផុតទាំង100នាក់របស់ទស្សនាវដ្តី Time ពីត្រូវបានគេសើចចំអកថាជាអ្នកដើរលេងច្រើនជាងគេរបស់ក្រុមរហូតក្លាយជា Queen of the K-pop ដោយបច្ចុប្បន្នការវិវត្តខ្លួនរបស់ Rose ពិតជាមិនមែនជារឿងធម្មតាតាំងពីត្រូវបានគេសើចចំអកថាជាសមាជិកដែលតែងខ្លួនបែបសាមញ្ញបំផុតប្រចាំក្រុមទៅជាអ្នកដែលតែងខ្លួនបែបឥតខ្ចោះផ្ដើមចេញពីការលេងពណ៌សក់ទៅជាពណ៌ទង់ដែងនិងក្លាយជា BA របស់ brand ធំៗលំដាប់ល្បីៗខ្នាតអន្តរជាតិជាក់ស្ដែងកាលពីពេលថ្មីៗនេះផងដែរនាងក៏ត្រូវបានគេជ្រើសរើសជាមនុស្សម្នាក់នៅក្នុងចំណោមបុគ្គលដែលមានឥទ្ធិពលបំផុតទាំង100នាក់នៅក្នុងឆ្នាំ2025ដោយទស្សនាវដ្តី Time ហើយថ្ងៃនេះយើងនឹងលើកយកអំពីរឿងរ៉ាវ9ចំណុចរបស់ Rose ឲ្យអ្នកបានដឹងកាន់តែច្បាស់1នាងគឺជាប្រធានក្រុម cheerleader ប្រចាំសាលា Rose កើតនៅក្នុងទីក្រុង Auckland ប្រទេសនូវែលសេឡង់ហើយនាងក៏បានធ្វើអន្តោប្រវេសន៍នៅពេលដែលនាងមានអាយុ8ឆ្នាំទៅកាន់ប្រទេសអូស្ត្រាលីនាងបានចូលរៀននៅវិទ្យាល័យ Canterbury Girls ដែលនៅពេលនោះហើយដែលនាងបានធ្វើជាប្រធានក្រុម cheerleader ប្រចាំសាលានាងចូលចិត្តការច្រៀងតាំងពីនៅក្មេងហើយក៏ជាសមាជិកក្រុមចម្រៀងនៅក្នុងក្រុមតន្ត្រីរបស់ព្រះវិហារផងដែរ2ជាប់លេខ1នៅក្នុងចំណោមមនុស្ស700នាក់ដែលជាប់បម្រុងពីការប្រកួតរបស់ YG នៅប្រទេសអូស្ត្រាលីអាយុត្រឹម15ឆ្នាំប៉ុណ្ណោះនាងបានចូលរួមនៅក្នុងការប្រកួតនៅក្នុងកម្មវិធី Australian Audition របស់ YG Entertainment ហើយបានក្លាយជាបេក្ខនារីតែម្នាក់គត់ដែលត្រូវបានជ្រើសរើសបន្ទាប់មកនាងបានចេញពីប្រទេសអូស្ត្រាលីជាមួយនឹងហ្គីតាមួយដើមហើយមកកូរ៉េដំបូងនាងចាប់អាជីពជា trainee តែម្ដងនៅក្នុងអំឡុងពេលវឹកហាត់រយៈពេល4ឆ្នាំមានពេលខ្លះនាងមានអារម្មណ៍ថានឿយហត់ហើយស្ទើរតែមិនអាចទ្រាំទ្របានទៀតប៉ុន្តែនៅពេលដែលគ្រួសាររបស់នាងចង់បញ្ចុះឲ្យនាងទៅផ្ទះវិញ Rose បាននិយាយតបយ៉ាងម៉ឺងម៉ាត់ថាខ្ញុំនឹងមិនត្រឡប់ទៅវិញដោយមិនជោគជ័យអ្វីទាំងអស់ដាច់ខាត3សមាជិកចុងក្រោយដែលចូល Blackpink នៅក្នុងចំណោមសមាជិក Blackpink ទាំងអស់ Rose គឺជាមនុស្សចុងក្រោយដែលបានចូលក្រុមហ៊ុននិងជាសមាជិកចុងក្រោយដែលត្រូវបានប្រកាសជាសាធារណៈទោះបីជា Rose បានវឹកហាត់រយៈពេល4ឆ្នាំក៏ដោយប៉ុន្តែនៅក្នុងចំណោមសមាជិកទាំងអស់នាងមានពេលវឹកហាត់ខ្លីជាងគេ4នាងចិញ្ចឹមត្រីមាសកាលពី2ឆ្នាំមុន Rose បានចិញ្ចឹមឆ្កែមួយក្បាលមានឈ្មោះថា Heng ប៉ុន្តែនៅមុននោះទៀតសត្វចិញ្ចឹមរបស់ Rose ដំបូងគេគឺជាសត្វត្រីបើប្រៀបធៀបទៅនឹងអ្នកស្រឡាញ់សត្វឆ្កែនិងសត្វឆ្មាផ្សេងទៀត Rose គឺជាអ្នកស្រឡាញ់សត្វត្រី5នាងមិនត្រូវបានគេយកចិត្តទុកដាក់ខ្លាំងទេកាលពីដំបូងដោយសារតែ Rose គឺជាសមាជិកយឺតនៅក្នុងការកម្ដៅសាច់ដុំនិងមានភាពខ្មាស់អៀនច្រើនពីដំបូងនោះបន្ថែមដោយពេលនោះនាងមិនសូវមានទំនុកចិត្តគ្រប់គ្រាន់ទៀតទើបប្រជាប្រិយភាពរបស់ Rose ហាក់ដូចជាដើរយឺតជាងគេបន្តិចជាសំណាងល្អ Rose មិនបោះបង់ហើយបន្តខិតខំប្រឹងប្រែងស្វែងរក color របស់ខ្លួនឯងឲ្យទាល់តែឃើញ6នាងគឺជាវិចិត្រករលាក់មុខតារាស្រីរូបនេះមិនត្រឹមតែជាមនុស្សដែលមានទេពកោសល្យដែលពូកែលើឧបករណ៍ភ្លេងផ្សេងប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងមានទេពកោសល្យខាងគូគំនូរឋានទៀតផង Rose ចូលចិត្តគូរូខ្លាំងណាស់នាងពិតជានារីម្នាក់ដែលមានទេពកោសល្យសិល្បៈពេញខ្លួនសូម្បីតែមេក្រូដែល Blackpink កាន់ច្រៀងនៅលើឆាកប្រគំតន្ត្រីពិភពលោកក៏ត្រូវបានរចនាឡើងដោយ Rose ផ្ទាល់ដែរ7កម្ពុជាអ្នកហូបចុកប្រចាំក្រុមនេះគឺជាអ្វីដែលគួរចរណែបំផុតអំពី Rose នាងគឺជាអ្នកដែលញ៉ាំច្រើនជាងគេនៅក្នុងក្រុមប៉ុន្តែនាងក៏ជាមនុស្សម្នាក់ដែលស្គមជាងគេនៅក្នុងក្រុមដែរពិតជាហួសហេតុពេកហើយវីដេអូមិនតិចទេដែល Rose តែងតែញ៉ាំហើយពេលកំពុងញ៉ាំមាត់នាងមើលទៅឆ្ងាញ់ណាស់រហូតនាងត្រូវបានគេដាក់រហស្សនាមថា Miss Mashita ដោយអ្នកគាំទ្រទៀត8 Coachella ចំណុចរបត់ដ៏ធំបំផុតនៅក្នុងអាជីពចម្រៀងរបស់ Rose គឺជាការបង្ហាញខ្លួនលើដំបូងរបស់ Blackpink នៅលើឆាក Coachella កាលពីឆ្នាំ2019ក្នុងការសម្ដែងនេះ Rose បានបង្ហាញខ្លួនយ៉ាងល្អឥតខ្ចោះនៅលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់នាងនៅលើឆាកសក់ពណ៌មាសរបស់ Rose ការបង្ហាញក្បាច់រាំយ៉ាងរស់រវើកប្រដេញសម្រស់និងភាពលេចធ្លោរបស់នាងពិតជាមិនធម្មតាឡើយបន្ទាប់ពីបានមើលការសម្ដែងនោះហើយអ្នកគាំទ្រ Blackpink មិនតិចទេបានសារភាពថាពួកគេកាន់តែចូលចិត្ត Rose ថែមមួយកម្រិត9ជាសមាជិកដែលតែងតែផ្ដល់នូវក្តីស្រឡាញ់ចំចំពោះបងប្អូនរួមក្រុមគ្រប់ការបង្ហាញមុខរបស់សមាជិកទាំង3ផ្សេងទៀតគឺតែងមានមុខ Rose ទៅគាំទ្រលើកទឹកចិត្តដល់កន្លែងផ្ទាល់ពុំដែលខានឡើយវត្តមានរបស់ Rose គឺពិតជាបង្ហាញច្បាស់ពីចរិតដែលចូលចិត្តផ្ដល់នូវភាពកក់ក្ដៅការមើលថែការយកចិត្តទុកដាក់និងគ្រប់គ្នាពិតជាសរសើរខ្លាំងបំផុតដល់បេះដូងរបស់នាងគ្រប់គ្នាក៏រំភើបនឹងការស្រឡាញ់រាប់អានគ្នារបស់សមាជិកទាំង4ខ្លាំងដែរ